បាទជំរាបសួរដល់សិស្សានុសិស្សទាំងអស់ជាទីគោរពនៅក្នុងមេរៀននេះកាលយើងសិក្សានៅតកតងទៅនឹងឧទាហរណ៍ពិចារណាការសិក្សាចូលមកដល់វគ្គទី2គឺយើងត្រូវស្គាល់តកតងទៅនឹងអត្ថន័យដែលយើងពិចារណាទៅលើការសិក្សានឹងយើងពិចារណាទៅលើអ្វីខ្លះនៅក្នុងនេះតកតងជាមួយនឹងការសិក្សាដែលយើងត្រូវពិចារណាមានដូចជាទី1ផ្កាយព្រហស្បតិ៍ផ្កាយពុទ្ធផ្កាយអង្គារមិនត្រូវភពអាក្រក់លើកម្លាំងឋានផលបូកល្អជំនាញថាផ្កាយព្រហស្បតិ៍ផ្កាយពុទ្ធក៏ដោយផ្កាយអង្គារក៏ដោយប្រសិនបើវាស្ថិតនៅក្នុងភពណាមួយហើយភពហ្នឹងមិនត្រូវជាមួយនឹងភពអាក្រក់ទៀតកម្លាំងផលបូករបស់វាហើយល្អទៀតទី2យើងពិចារណាអត្តនិងតនុត្រូវភពល្អលើកម្លាំងផលបូកល្អចំណែកផ្កាយអង្គារមានន័យថាសេចក្តីព្យាយាមភាពម្នះភាពតស៊ូភាពមិនរុញរាគ្មានការនឿយណាយនិងតស៊ូទៅនឹងឧបសគ្គប្រសិនបើស្ថិតនៅក្នុងឋានផលបូកល្អមិនត្រូវភពអាក្រក់បញ្ជាក់ថាផ្កាយអង្គារអាចមានភាពព្យាយាមភាពប្រឹងប្រែងតស៊ូនឹងសេចក្តីលំបាកប្រសិនបើវាត្រូវភពមិនល្អមានន័យថាភាពខ្ជិលគ្មានភាពក្លាហាននិងភាពតស៊ូទេអញ្ចឹងទី1យើងពិចារណាផ្កាយអង្គារក្នុងករណីត្រូវឋានបូកល្អហើយត្រូវភពល្អទី2យើងពិចារណាផ្កាយព្រហស្បតិ៍អញ្ចឹងផ្កាយព្រហស្បតិ៍នៅក្នុងដួងជតាបុគ្គលហ្នឹងបើស្ថិតនៅលើឋានបូកល្អមិនត្រូវភពអាក្រក់ការសិក្សាការរៀនសូត្រមានលក្ខណៈល្អមានចំណេះដឹងល្អហើយរៀនពូកែបើត្រូវភពអាក្រក់ជាពិសេសតាក់ទងទៅនឹងភពមរណៈតែម្ដងបើសិនជាមានផ្កាយព្រហស្បតិ៍ហ្នឹងត្រូវភពមរណៈរៀនផងធ្វើការផងឬក៏ផ្លាស់ទីការសិក្សាណាបន្ទាប់ពីយើងពិចារណាផ្កាយអង្គារផ្កាយព្រហស្បតិ៍ផ្កាយពុទ្ធគឺតាក់ទងទៅនឹងភាពឆ្លៀវវៃភាពចងចាំចូលចិត្តការសិក្សាស្រាវជ្រាវអញ្ចឹងនៅក្នុងមេរៀននេះគឺយើងពិចារណាតែ3ផ្កាយទេតាក់ទងជាមួយនឹងការសិក្សាដូចជាផ្កាយព្រហស្បតិ៍ផ្កាយពុទ្ធផ្កាយអង្គារភពអត្តហើយនិងភពតនុទាំងអស់ហ្នឹងបើសិនបើយើងនិយាយតាក់ទងទៅនឹងភពតាក់ទងជាមួយនឹងការសិក្សាកម្រិតបឋមការពីវីដេអូមុនគឺតាក់ទងជាមួយនឹងភពពុទ្ធការសិក្សាថ្នាក់ខ្ពស់គឺតាក់ទងជាមួយនឹងសុភ័ក្រក្រៅពីភពទាំងពីរនេះយើងពិចារណាតាក់ទងទៅនឹងផ្កាយព្រហស្បតិ៍ផ្កាយពុទ្ធផ្កាយអង្គារហើយផ្កាយទាំង3ដួងនេះត្រូវជាមួយនឹងភពល្អហើយនៅលើឋានផលបុកល្អគឺធ្វើឲ្យការសិក្សាមិនល្អប្រសិនបើត្រូវភពមិនល្អឬចូលលើកម្លាំងផលបុកមិនល្អមានន័យថាការសិក្សាក៏អាចមានបញ្ហាផងដែរជាពិសេសក៏ត្រូវពិចារណាតើអត្តនិងតនុនឹងត្រូវភពល្អដែរឬអត់មានន័យថាហេតុអ្វីបានយើងត្រូវពិចារណាអត្តនិងតនុបើសិនជាអត្តឬតនុនឹងវាត្រូវភពអាក្រក់ឧទាហរណ៍ថាត្រូវភពមរណៈមួយអញ្ចឹងអត្តឬតនុនឹងត្រូវភពមរណៈមានន័យថាយើងដឹងថាមុខភពមរណៈតេតងទៅនឹងរាងកាយថយចុះឬមានជំងឺបៀតបៀនអាហ្នឹងក៏ជាឧបសគ្គមួយសម្រាប់ការសិក្សាផងដែរអញ្ចឹងពេលដែលយើងពិចារណាតេតងការសិក្សារបស់បុគ្គលហ្នឹងគឺយើងព្យាយាមយ៉ាងណាស្វែងយល់ហើយធ្វើការប៉ាន់ប្រមាណឬក៏បង្ហាញពីលទ្ធផលការសិក្សារបស់គេយ៉ាងដូចម្ដេចនៅក្នុងមេរៀននេះបើសិនបើការនិយាយខុសឆ្គងដោយប្រការណាមួយសូមអភ័យទោសយើងនឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា